នៅក្នុងយុគសម័យ Digital អ្វីៗគ្រប់យ៉ាងចាប់ផ្ដើមពីទូរស័ព្ទដៃនៅក្នុង Helper របស់អ្នករហូតដល់បញ្ញាសិប្បនិម្មិត AI ដ៏ស្មុគស្មាញសុទ្ធសឹងតែពឹងផ្អែកទៅលើវត្ថុតូចមួយហើយនោះគឺជាបន្ទះ chip ហើយជាង 60% នៃបន្ទះ chip ទាំងអស់នៅក្នុងពិភពលោកនិងជាង 90% នៃបន្ទះ chip កម្រិតខ្ពស់បំផុតត្រូវបានផលិតឡើងនៅលើកោះតូចមួយនៅតំបន់អាស៊ីហើយកោះនោះគឺជាកោះតៃវ៉ាន់ប៉ុន្តែតើកោះដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្មនិងឆ្លងកាត់ការគ្រប់គ្រងដោយអាណានិគមមួយនេះអាចប្រែក្លាយខ្លួនជាមហាអំណាចបច្ចេកវិទ្យាដែលពិភពលោកមិនអាចកវ៉ានដោយរបៀបណាថ្ងៃនេះ Time Frame នឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីអាថ៌កំបាំងនៃខែលស៊ីលីកូនដែលជាអាវុធសម្ងាត់ធ្វើឲ្យកោះតូចមួយនេះក្លាយជាចំណុចស្លាប់រស់នៃសេដ្ឋកិច្ចពិភពលោកត្រឡប់ទៅចុងទសវត្សរ៍ទី19និងដើមសតវត្សរ៍ទី20ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរចនាសម្ព័ន្ធរបស់តៃវ៉ាន់មានភាពស្មុគស្មាញបន្ទាប់ពីសង្គ្រាមចិនជប៉ុនលើកទី1ក្នុងឆ្នាំ1895រាជវង្សឈីងបានប្រគល់កោះតៃវ៉ាន់ទៅឲ្យចក្រភពជប៉ុនក្នុងរយៈពេល50ឆ្នាំនៃការគ្រប់គ្រងរបស់ជប៉ុនបានប្រែក្លាយតៃវ៉ាន់ឲ្យទៅជាប្រភពគ្រប់គ្រងកសិកម្មទោះបីជាស្ថិតក្រោមការគាបសង្កត់ផ្នែកនយោបាយប៉ុន្តែក្នុងសម័យនោះហេដ្ឋារចនាសម្ព័ន្ធសំខាន់មានដូចជាផ្លូវដែកផ្លូវថ្នល់បណ្ដាញអគ្គិសនីប្រព័ន្ធធារាសាស្ត្រនិងប្រព័ន្ធអប់រំសាធារណៈត្រូវបានកសាងឡើងកត្តាទាំងនេះបានបន្សល់ទុកនូវគ្រឹះដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចតៃវ៉ាន់នាពេលអនាគតក្រោយសង្គ្រាមលោកលើកទី2និងការផ្លាស់ប្ដូររបបនយោបាយនៅក្នុងឆ្នាំ1949តៃវ៉ាន់ប្រឈមនឹងអតិផរណានិងភាពក្រីក្រធ្ងន់ធ្ងរដើម្បីរស់រានថ្នាក់ដឹកនាំតៃវ៉ាន់បានចាប់ផ្ដើមកំណែទម្រង់ដីធ្លីដ៏ជោគជ័យដែលជំរុញឲ្យម្ចាស់ដីយកដើមទុនរបស់ខ្លួនទៅវិនិយោគក្នុងវិស័យឧស្សាហកម្មពីសង្គមកសិកម្មតៃវ៉ាន់បានបោះជំហានចូលទៅក្នុងឧស្សាហកម្មធុនស្រាលដោយផលិតវាយនភ័ណ្ឌស្បែកជើងនិងប្រដាប់លេងក្មេងៗសម្រាប់ការនាំចេញស្លាកសញ្ញា Made in Taiwan ចាប់ផ្ដើមលេចធ្លោនៅលើទីផ្សារអន្តរជាតិដែលជួយកសាងទុនបម្រុងសេដ្ឋកិច្ចយ៉ាងរឹងមាំចូលដល់សតវត្សរ៍ឆ្នាំ1907វិបត្តិប្រេងពិភពលោកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មធុនស្រាលតៃវ៉ាន់ដឹងខ្លួនថាខ្លួនមិនអាចពឹងផ្អែកលើពលកម្មថោកជារៀងរហូតនោះទេពួកគេត្រូវការផ្លាស់ប្ដូរជាបន្ទាន់រដ្ឋាភិបាលធ្វើការសម្រេចចិត្តដ៏ក្លាហានមួយដោយបង្វែរទិសដៅទៅរកបច្ចេកវិទ្យាខ្ពស់នៅក្នុងឆ្នាំ1973វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឧស្សាហកម្ម ITRI ត្រូវបានបង្កើតឡើងដើម្បីនាំយកបច្ចេកវិទ្យាពីបរទេសមកបណ្ដុះបណ្ដាលវិស្វករក្នុងស្រុកមកដល់ឆ្នាំ1987នៅពេលដែលលោក Mori Chang បានបង្កើតក្រុមហ៊ុន TMC ដែលមានពាក្យពេញថា Taiwan Semiconductor Manufacturing Company លោកបានបង្កើតនិងនាំមកនូវគំនិតប្រដាប់ដ៏អស្ចារ្យមួយគឺ Model Foundry ជំនួសឲ្យការរចនានិងផលិតបន្ទះ chip ដោយខ្លួនឯងទាំងអស់ TSMC ផ្ដោតលើការយកចិត្តទុកដាក់ 100% ទៅលើតែការផលិតឲ្យក្រុមហ៊ុនផ្សេងៗគំនិតនេះបានផ្លាស់ប្ដូរឧស្សាហកម្មបច្ចេកវិទ្យាពិភពលោកទាំងស្រុងក្រុមហ៊ុនយក្សដូចជា Apple, Nvidia និង AMD សុទ្ធតែពឹងផ្អែកទៅលើតៃវ៉ាន់ទាំងស្រុងដើម្បីបំប្លែងគំនូសតាំងរចនារបស់ពួកគេឲ្យក្លាយជាបន្ទះ chip ដ៏មានអានុភាពពីកោះដែលពឹងផ្អែកលើការនាំចេញស្ករនិងរងការខ្ទេចខ្ទាំក្រោយសង្គ្រាមតៃវ៉ាន់បានប្រើប្រាស់ចក្ខុវិស័យវែងឆ្ងាយការអប់រំនិងធនធានមនុស្សជាដើមទុនជំនួសឲ្យធនធានធម្មជាតិដែលខ្លួនខ្វះខាតសប្តាហ៍នេះ
តៃវ៉ាន់មិនត្រឹមតែជាកោះមួយប៉ុណ្ណោះទេប៉ុន្តែជាបេះដូងនៃបដិវត្តន៍ Digital ដែលជំរុញឲ្យអនាគតនៃពិភពលោករបស់យើងនេះជាមេរៀនដ៏រស់រវើកមួយដែលបង្ហាញថាទំហំនៃប្រទេសមិនសំខាន់ស្មើនឹងទំហំនៃការគិតនិងការបដិញ្ញាចិត្តនោះទេតើអ្នកយល់យ៉ាងណាដែរចំពោះដំណើរការផ្លាស់ប្ដូរដ៏អស្ចារ្យរបស់តៃវ៉ាន់តើប្រទេសដទៃអាចរៀនសូត្រអ្វីខ្លះពីភាពជោគជ័យមួយនេះកុំភ្លេចចុច like និង subscribe បើសិនបើអ្នកពេញចិត្តនឹងវីដេអូមួយនេះជួបខ្ញុំនៅវីដេអូបន្ត